តែណែកាហ្វេដេញហែឈ្មោះអីស្គាល់ទីតាំងតែភ្លេចឈ្មោះឈ្មោះហែដូចថាពេលហ្នឹងទៅមួយពុំម៉ែទៅនោះអាមដែរទៅខ្លះចឹងនៅក្នុងយើងហ្នឹងឡើងចេញថតមើលនៅអាគ្នាឆ្លងខ្នងចោលយក ទៅខ្ញុំទៅទីអផ្លែធម្មជាតិសោះអូត្រឡប់គ្នាត្រឡប់តាមម្នាក់ឯងហ៎ Hazelnut បាយញ៉ាំស្ករមកដែរ ស្ករតិចដែរបង បាយញ៉ាំមួយលីឈីក៏បាន យកណាំnó mình lại coi nhìn tôi nhỉ này cần nó yeah ស្អាតតែណែអ្នកអរគ្នាអូយឡើងស្អាតអូយបើ make up ទៀត the best ហ្មង កន្លែងនេះគឺជាកាហ្វេដឹងហែមជាទូទៅគឺមានមនុស្សគេទៅច្រើនខ្លាំងមែនតើមានមិត្តភ័ក្តិអីគេទៅជាមួយគ្នាដើម្បីថតរូបជាពិសេសភេទជ្ជៈនៅទីនេះមានអារម្មណ៍ថាវាឆ្ងាញ់ខ្លាំងមែនតើជាមួយនឹងបរិយាកាសដែលល្អឥតខ្ចោះមានអ្នកឆ្លងកាត់ដើរឆ្លងអញ្ចឹងទៅមានអារម្មណ៍ថាដូចជានៅវៀតណាមតែម្ដងតែនេះគឺជាកាហ្វេមួយដែលមានទីតាំងនៅទួលទំពង់នោះទេវាមិនមែននៅវៀតណាមទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាដូចនៅវៀតណាមអញ្ចឹងដោយសារតែនៅវៀតណាមឃើញគេចូលចិត្តធ្វើកាហ្វេបែបហ្នឹងខ្លាំងមែនតើអ្វីដែលសំខាន់នៅពេលដែលយើងទៅអង្គុយលេងនៅទីនេះគឺមានបរិយាកាសល្អមានវិវស្អាតហើយឆ្លៀតពេលនេះដែរក៏ខ្ញុំជាមួយនឹងគឹមបានសួរសំណួរគ្នាមួយចំនួនតាក់ទងជាមួយនឹងការរៀនភាសាថាតើវាមានផលប្រយោជន៍អ្វីខ្លះបន្ទាប់ពីយើងរៀនភាសាចេះនិងតើវាពិបាកអ្វីខ្លះនៅពេលដែលយើងអត់ចេះភាសាคุยសិនសួយគេ ខ្ញុំសួរថាហេតុអីបាននៅសុកជ្រើសរើសរៀនភាសាហេតុអីព្រោះរៀនទាំងប្រាំផងរៀនទាំងអង់គ្លេសផង ទៅរៀនភាសាហ្នឹងការរៀនតាំងទូចុះបើរៀនអង់គ្លេសរៀនតាំងពីទូចហ្មង ហេតុអីបានរៀន ដោយសារតែពេលហ្នឹងម៉ាក់ឲ្យរៀនអត់ដឹងថារៀនធ្វើអីប៉ុន្តែគាត់ថាគាត់មើលឃើញថាអាចមានប្រយោជន៍ទៅពេលធំឡើងអញ្ចឹងណាដោយសារតែពេលនៅទូចហ្នឹងយើងអត់សូវឃើញមានបរទេសមកអញ្ចឹងណាមួយយ៉ាហើយដល់ពេលហើយយើងនៅក្មេងយើងគ្រាន់ថាអូខេដឹងតែត្រូវរៀនប៉ុណ្ណឹងបើអត់ទៅរៀនកាក់វាយ ខ្ញុំនិយាយនៅការនៅក្មេងហ្នឹងរៀនឲ្យតែបានរៀនឲ្យតែគុំឲ្យតែមកវាយអញ្ចឹងទៅ ដោយសារតែណាមួយសុបាយពេលទៅរៀនទៅសុបាយដោយសារពេលនៅទូចហ្នឹងហ្នឹងហើយនៅទូចហ្នឹងបងប្អូនអីនៅគុំគ្នាអញ្ចឹងមានគួយមានអីអញ្ចឹងទៅដល់ពេលទៅរៀនទៅយើងទៅទាំងអស់គ្នាដល់ពេលអញ្ចឹងទៅមានអារម្មណ៍ថាសុបាយហើយទៅសាលាក៏មានតូនលេងហើយទៅមុនហ្មងម៉ោង 5 ចូលរៀនម៉ោង 4 អីហ្នឹងទៅអីទៅលេង តែđấyនឹងប្រយោជន៍គ្នាគេខ្លះប្រយោជន៍ ចុះពីមុនរៀនដើម្បីតែកុំឲ្យម៉ាក់វាយអញ្ចឹងទេតែឥឡូវនឹងប្រយោជន៍គេ ប្រយោជន៍ដែលទទួលបានគឺសប្តាហ៍ថ្ងៃគឺធ្វើការជាមួយនឹងជនជាតិបរទេសយើងអាចប្រើប្រាស់ភាសាបានហើយជាពិសេសវា logo កូនជូតាជូ កូនមក កូនមកអីអត់គិតមកអូយជូតាអ្នកអត់គ្នាជូគ្នាអូ my god អូខេនិយាយតពេលយើងរៀនចប់ហើយយើងត្រូវដល់ពេលរកការងារទៅបើយើងដឹងថាអូខេ like ហើយដែលយើងរៀនមកហ្នឹងគឺមានប្រយោជន៍ខ្លាំងមែនតើចា ចាំនិយាយថាពេលដែលចេះភាសាវានិយាយស្រួលក្នុងការហៅការងារជាងពេលដែលយើងអត់ចេះភាសាមែនទេ សំខាន់ទៅលើការងារដែរអញ្ចឹងណាតែគ្រាន់ថាសម្រាប់ខ្ញុំគិតថាមានប្រយោជន៍ហើយខ្ញុំមានឱកាសច្រើនដោយសារតែខ្ញុំបានฝึกភាសាយើងអាចធ្វើការនៅក្នុងក្រុមហ៊ុនបរទេស ទៀតវាស្រួលការភាសាយកត្រង់គ្នាតែសារយើងដឹងថានៅលើពិភពលោកហ្នឹងវាទូត្រឹមតែខ្មែរយើងមួយធំអញ្ចឹងគឺយើងចង់ដឹងពិភពលោកហ្នឹងមានអីខ្លះក៏តែយើងចេះភាសាដើម្បីអីដើម្បីតំណគ្នាសួរគ្នាទៅវិញមកពីបងរៀនឬក៏ឆែកព័ត៌មានតាមអ៊ីនធឺណិតឬក៏នៅពេលដែលយើងចេះភាសាយើងមានភាពក្លាហានឬក៏ជំនួយទុកចិត្តក្នុងការដើរទៅក្រៅអញ្ចឹងដោយសារយើងភាសាក្នុងគ្នា แบบนี้មើលឃើញថាភាសាពេលចាស់ទៅមានប្រយោជន៍3ទី1ខាងហ្នឹងគឺយើងធ្វើការងារហើយ
ហើយទី2គឺងាយស្រួលនៅក្នុងការយើងប្រស័យតាក់ទងជាមួយឬជុំវិញដោយសារភាសាអង់គ្លេសខ្ញុំនិយាយចំពោះភាសាអង់គ្លេសជាភាសាដែលយើងប្រើជាលក្ខណៈទូទៅ international ហ្មងអញ្ចឹងណាគេមកក៏គាត់និយាយអង់គ្លេសផងដែរបរទេសហើយទី3ទៀតគឺងាយស្រួលមែនតើនៅពេលដែលយើងដើរលេងដើរលេង យើងឆោះយើងទៅក្រៅយើងអត់ខ្លាចហ្មងយើងអាចសួរនាំគេយើងអាចដល់ផងយើងមកបានដល់តាមរយៈការនិយាយភាសារបស់ការជួយខ្លួនហើយភាសាចេះច្រើនកាន់តែល្អពីមកអង់គ្លេសមួយណាព្រោះមានជនជាតិខ្លះដែលគាត់មិននិយាយអង់គ្លេសដែរគាត់និយាយភាសារបស់គាត់មួយទៀតនោះភាសាបារាំងដែលឥឡូវនេះខ្ញុំកំពុងរៀនភាសាបារាំងដែរអញ្ចឹងណាហើយបណ្ឌិតគឺគាត់តែ fluency ហ្មង fluent ទេលោកគ្រូហ្នឹងហើយបើសម្រាប់ខ្ញុំគាត់ថាសួរពីថៃបានចង់រៀនភាសាបារាំងនេះតខ្ញុំរៀងធំអីដល់ខ្ញុំចូលធ្វើការអីដែរបាទខ្ញុំគិតចាប់ដើមហើយខ្ញុំចង់រៀនភាសាបារាំងទី1ខ្ញុំគិតថាកត្តាដែលជំរុញខ្ញុំនោះដោយសារតែខ្ញុំជាមនុស្សដែលចូលចិត្តរៀនភាសាហើយខ្ញុំមើលឃើញផលប្រយោជន៍នៃការរៀនភាសាហ្នឹងគឺធ្វើឲ្យខ្ញុំអាចប្រស័យតាក់ទងមួយមនុស្សច្រើនជាតិសាសន៍បានចឹងខ្ញុំគិតថាខ្ញុំនឹង keep learning បន្ថែមទៀតថាភាសាអីគេខ្ញុំនឹងរៀនតទៀតហើយក៏ខ្ញុំបាន inspire ពីចូលចិត្តចម្រៀងចូលចិត្តស្ដាប់ចម្រៀងជាភាសាបារាំងវា elegant អីចឹងណាតែពេលទៅក៏ចាប់ផ្ដើមអូខេ why not ចុះឈ្មោះរៀនបដ ாய் ចាតែទៅបាច់ខ្ញុំស្គាល់បណ្ឌិតនៅសាលាបារាំងបើវាស្មានខ្ញុំការមុននឹងចូលរៀនអ្នកគេសំខាន់មួយមិនបណ្ឌិតគាត់កែគេអ្នកគេមិនបាក់គ្រីស្អីស្អាតទេគេឡើងចាគេឡើងកៀងហ្មងមិនខ្ញុំនិយាយអីគេមុននឹងខ្ញុំនិយាយអីថាគឹមរៀនភាសាបារាំងហើយស្គាល់ខ្ញុំនៅពេលដែលរៀនភាសាបារាំងនៅអូខេអូលឺសម្រាប់ខ្ញុំការរៀនភាសាបារាំងដំបូងទៅបើសាច់រឿងមកដំបូងក៏ខ្ញុំអត់ដឹងថារៀនអីដែរមកនឹងចូលរៀនភាសាបារាំងណាខ្ញុំមានបងដែលគាត់ជាតាបារាំងគាត់ចាយភាសាបារាំងហ្នឹងហើយក៏គាត់ជំរុញឲ្យរៀនបារាំងមកទៅដោយនៅពេលដែលតពីគាត់ជំរុញហ្នឹងទៅក៏មានអារម្មណ៍ថាទៀតជួយកាយក៏អែមបានដើរលេងរហូតដូចជួយចិត្តដើរលេងហ្នឹងហើយមើលជួយចិត្តដើរលេងស្រាប់អញ្ចឹងក៏គាត់ថាអូខេខ្ញុំចូលរៀនបារាំងណាមួយខ្ញុំចង់ចេះភាសាផងដើម្បីចូលកាយហើយដើរលេងគេហ្នឹងជាដើមតងដំបូងគឺចង់ដើរលេងជាងទេមិនចង់រៀនបារាំងជាងទេតែដើម្បីបានចំណុចដើរលេងហ្នឹងបានក៏តែយើងចេះភាសាអញ្ចឹងក៏ចាប់ជំនាញភាសាបារាំងដូចបងមួយទៅហើយជាក់ស្ដែងនៅពេលដែលទៅរៀនអត់បានជំនាញជា guide ទៅបានជំនាញជាអ្នកបងរៀនភាសាបារាំងជាលោកគ្រូបារាំងដល់សប្តាហ៍ហ្នឹងទៅចឹងទៅវារៀនក្បត់ខ្លួនឯងតិចដែរក៏ប៉ុន្តែអត់អីត្រឡប់មកវិញថានៅពេលដែលយើងចេះវាអត់ខាតទេវានៅពេលដែលយើងចេះវាធ្វើឲ្យយើងហ្នឹងមានឱកាសរកការងារបានថ្មីផ្សេងទៀតឱកាសយើងធំជាងមុនពីឡាយជាងមុនអញ្ចឹងដែលយើងប្រើប្រាស់ភាសាហ្នឹងដើម្បីរកការងារដូចជាសោតការងារដែលជាស្គាល់ខ្ញុំហ្នឹងគឺហ្នឹងចាំខ្ញុំបាច់ចាំប្រាប់ថាខ្ញុំធ្វើការអីទេគាត់ថាវាមានឱកាសច្រើនជាងមុនអញ្ចឹងថាយើងនៅពេលដែលយើងមានចំណេះដឹងមួយចេះអត់ខាតទេណាដល់ខ្លួនខាតហ្នឹងគឺយើងអត់ប្រឹងឲ្យយើងចេះខ្ញុំគាត់ថារៀនអីរៀននេះល្អរៀននោះអត់ល្អគាត់ស្អីក៏ល្អដែរឲ្យតែយើងចេះច្បាស់ខ្ញុំតែតែស្ដាប់ Prime Minister របស់យើងណាដែលគាត់តែនិយាយថារៀនជ្រុលជារៀនឲ្យចេះឲ្យស្ទាត់ឲ្យប្រកែមកដើម្បីយកទៅបានគុំរៀនហៅថាហ្នឹងគេអត់យកទៅប្រើទេចង់ឲ្យគេយកទៅប្រើទៅយើងចេះច្បាស់មក Prime Minister របស់គាត់និយាយណាចឹងខ្ញុំគិតថា inspiring វាចំណុចល្អយើងគ្រប់គ្នាត្រូវតែធ្វើចង់កុំលុញកុំលេងកុំបដិបដោយព្រោះយើងនៅវ័យខ្ទង់20ហ្នឹងជាវ័យដែលយើងរៀនហើយបើយើងអត់ដាក់ចិត្តក្នុងការរៀនទេដល់វ័យ30ទៅយើងមានទំនួលខុសត្រូវផ្សេងដូចជាមានបុគ្គលមានកូនហើយជាងទៅយើងអត់ពេលការរៀនចឹងវ័យ10ឆ្នាំនៅតែមានហ្នឹងបើតែរៀនអត់ទៅច្រើនជាងវ័យដែលយើងនៅតែឯងចឹងណាហើយមានទំនួលខុសត្រូវច្រើនជាងមុនចំណុចហ្នឹងភាសាតែចេះពេលដែលយើងរៀនភាសាអីមួយហ្នឹងត្រូវការពេលវេលាយូរឆ្នាំតែថាហ្នឹងអាស្រ័យទៅលើមនុស្សទេតែបើថាពេលរៀនហ្នឹងគឺត្រូវការពេលវេលាអញ្ចឹងណាអញ្ចឹងបើសិនជាយើងចូលតែ invest ឲ្យ
យកវាមកប្រើឲ្យបានជាប្រយោជន៍យ៉ា វាកុំចោលវាមិនថាអ្នកខ្លះជាការលើកទឹកចិត្តឲ្យក្មេងៗដែលគាត់រៀនបានដូចជា3ឆ្នាំ4ឆ្នាំហើយក៏មានអារម្មណ៍ថាគាត់អត់ចេះក៏ប៉ុន្តែមិនមែនទេគាត់ចេះហើយតែគាត់អត់ទាន់ចេះប្រើគ្រឹះគ្រឿងផ្សំនៅក្នុងខ្លួនគាត់តែដោយសារតែគាត់អត់ដែរយកវាមកប្រើបានគាត់មានអារម្មណ៍ថាគាត់អត់ទាន់ចេះក៏គាត់ចេះហើយអ្វីដែលពីខ្ញុំទៅនៅពេលដែលយើងរៀនបានប៉ុណ្ណឹងហើយយកវាជំបាច់វាយកមកប្រើបានដល់យើងចេះបានតែយើងចេះយើងអត់ប្រើទេនៅតែមានអារម្មណ៍ថាចេះហើយបោះក៏បោះតទៀតតរហូតឲ្យចេញជាផ្លែផ្កាដោយសារយើង invest time របស់យើងដាក់4ឆ្នាំ3 4ឆ្នាំលុយមកកណ្ដោគឺកុំឲ្យវាអត់ប្រយោជន៍ណាពីខ្ញុំតែ ហើយខ្ញុំទៅថាមួយទៀតនៅភាសាគឺអីដែលសំខាន់គឺយើងអាសា practice គឺយើងនិយាយទៅអ្នកនរគ្នាកុំខ្លាចខុសតែពេលយើងនិយាយយូរយើងនិយាយថាអីដែលយើងរៀនហ្នឹងគឺបញ្ចេញមកហ្មងបើសិនជាយើងអត់និយាយយើងចេះតែទុកហើយយើងខ្លាចខុសខ្លាចអីហ្នឹងគឺអត់ងាយនឹងចេះប្រើអីណាអញ្ចឹងខ្ញុំខកថាព្យាយាមនិយាយហើយជាពិសេសបើសិនជាមានមិត្តភក្តិដែលគាត់ជាជនជាតិដើមនឹងស្រាប់តែល្អទាំងអស់ព្យាយាមនិយាយមកគាត់ព្យាយាមទៅយូរទៅគឺយើងត្រឡប់ធម្មតាយើងនិយាយថាវាចាស់មកហ្មងណាហើយវាគប់ផ្សំអីដែលយើងរៀនហ្នឹងគឺបូកចូលគ្នាគឺចេះនិយាយហ្មង គាត់ហត់គាត់ហ្នឹងទីថាពេលយើងមានជាតិផ្សំចំនួន2ទី1គឺជាការបង្ហាញថាភាសាពិតជាមានសារៈសំខាន់ទី2ជាការលើកទឹកចិត្តថាកំបោះដែរ ចាហេ ចឹង បងតស៊ូទាំងអស់ enjoy ជាមួយនឹង view ហើយនឹងជាមួយ drink មកពួកយើងណាបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ បាយឈប់